បាទសួស្តី USCIS ចាប់ផ្ដើមកំណត់រយៈពេលស្នាក់នៅសម្រាប់និស្សិតមករៀននៅសហរដ្ឋអាមេរិកបាទវីដេអូនេះគឺសម្រាប់និស្សិតដែលចង់រៀបចំឯកសារមករៀននៅសហរដ្ឋអាមេរិកឬក៏អ្នកដែលកំពុងរៀននៅសហរដ្ឋអាមេរិកជាពិសេសគឺអ្នកដែលមានសំណុំរឿង EB3 បាទនៅថ្ងៃទី15ខែកញ្ញាឆ្នាំ2026 USCIS នឹងចាប់ផ្ដើមអនុវត្តជាផ្លូវការកំណត់រយៈពេលស្នាក់នៅសម្រាប់និស្សិតដែលកំពុងបន្តការសិក្សានៅសហរដ្ឋអាមេរិកឬក៏អ្នកស្នើសុំវីសាមកជាបន្តបន្ទាប់រយៈពេលស្នាក់នៅគឺលែងប្រឡែងចោលដាក់ duration អី status អីណាណៃទៅហើយគឺកំណត់រយៈពេលស្នាក់នៅចំតែម្ដងជាពិសេសសម្រាប់អ្នកដែលចង់មកបន្តការសិក្សាកម្មវិធីអង់គ្លេស English ហ្នឹងគឺ ESL ឬក៏ Intensive English ហ្នឹងគឺយូរបំផុតអាចស្នាក់នៅបាន24ខែមានន័យថា2ឆ្នាំសម្រាប់និស្សិតដែលមានបំណងមករៀន College មហាវិទ្យាល័យគឺយូរបំផុត4ឆ្នាំអញ្ចឹងសុពលភាពនៃការស្នាក់នៅរបស់ពួកគាត់ដេកទៅលើ I-20 តែម្ដងហើយ I-20 នេះលែងដូរតាមសាលាទៀតហើយបើចង់ពញាការស្នាក់នៅលើសនេះត្រូវស្នើសុំទៅក្រសួងអន្តរប្រវេសន៍ឬការិយាល័យសេវាកម្មអន្តរប្រវេសន៍ដែលគេហៅកាត់ថា USCIS បាទអញ្ចឹងជាក់ស្ដែងសម្រាប់និស្សិតថ្មីដែលគាត់ចាប់ផ្ដើមដាក់ពាក្យស្នើសុំវីសាក្រោយពេលស្នើសុំវីសាសម្ភាសជាប់ហើយមកដល់គយគឺគយនឹងបោះត្រាលើ I-94 របស់គាត់សុពលភាពនៃការស្នាក់នៅហើយ I-94 នេះក៏អាស្រ័យទៅលើ I-20 របស់ពួកគាត់ដែរបាទរីឯនិស្សិតដែលកំពុងរៀននៅលើទឹកដីសហរដ្ឋអាមេរិកដូចជាអ្នក Change Starter ឬអ្នកកាន់វីសា F1 កំពុងរៀនកម្មវិធី English Intensive English ឬក៏អ្នកកំពុងរៀន College ឆ្នាំទី2ទី3ក្រោយពេលថ្ងៃទី15ខែកញ្ញាសុពលភាពនៃការស្នាក់នៅរបស់ពួកគាត់គឺគេបដូរអាស្រ័យទៅលើ I-20 របស់ពួកគាត់ទាំងស្រុងឧទាហរណ៍ថាឥឡូវពេលហ្នឹង I-20 របស់ពួកគាត់នឹងផុតកំណត់នៅថ្ងៃទី1ខែ8ឆ្នាំ2027អញ្ចឹងក្រោយពេលថ្ងៃទី15ខែកញ្ញាឆ្នាំ2026សុពលភាពស្នាក់នៅរបស់ពួកគាត់នឹងផុតក្រោយពេលថ្ងៃទី1ខែ8ឆ្នាំ2027ពួកគាត់មិនអាចស្នើសុំសាលាប្ដូរអី extend ពញាបានទេពីមុនយើងធ្វើតាមសាលាតែក្រោយពេលសេចក្តីប្រកាសនេះចូលធរមានច្បាប់ថ្មីនេះគឺគេតម្រូវឲ្យយើងដាក់ពាក្យ extend ពញាតាម USCIS គឺក្រសួងអន្តរប្រវេសន៍វិញបាទអញ្ចឹងសម្រាប់និស្សិតដែលកំពុងរៀននៅសហរដ្ឋអាមេរិកគួរតែក្រឡេកទៅមើល I-20 របស់លោកអ្នកប្រសិនបើពេលនេះលោកអ្នកកំពុងរៀនកម្មវិធីអង់គ្លេស English Intensive English អីហ្នឹងលោកអ្នកគួរតែរៀបចំដូរសាលាដូរអីដើម្បីពញា I-20 ឲ្យបានវែកទៅហើយពីព្រោះក្រោយពេលថ្ងៃទី15ខែកញ្ញាលោកអ្នកមិនអាចពញាឬដូរសាលាតាមចិត្តដូចមុនទៀតទេត្រូវទទួលបានការអនុញ្ញាតពី USCIS បាទជាពិសេសគឺអ្នកដែលកំពុងមានសំណុំរឿង EB3 ហើយរងចាំនៅសហរដ្ឋអាមេរិក EB3 ដំណើរការរបស់វាចាយពេលរងចាំលើ4ឆ្នាំទើបអាចមានថ្ងៃចូលសម្ភាសអញ្ចឹងប្រសិនបើ I-20 របស់លោកអ្នកផុតកំណត់លោកអ្នកត្រូវតែត្រឡប់ទៅស្រុកខ្មែរវិញក្នុងករណីលោកអ្នកចង់ស្នាក់នៅបន្តតាមរយៈការសិក្សាមិនអាចពញាតាមសាលាទេគឺត្រូវតែដាក់ពាក្យពញាជាមួយនឹង USCIS អញ្ចឹងប្រសិនបើ USCIS បដិសេធនៃការពញារបស់លោកអ្នកនឹងខូចសំណុំរឿង EB3 ឬក៏លោកអ្នកចាំបាច់ត្រឡប់ទៅស្រុកខ្មែរវិញហើយដំណើរការឯកសារសម្ភាសសុំវីសា EB3 តាមស្ថានទូតអញ្ចឹងសម្រាប់ករណីនិស្សិតដែលកំពុងរៀបចំឯកសារស្នើសុំវីសាមករៀនឬក៏និស្សិតដែលកំពុងរៀននៅសហរដ្ឋអាមេរិកលោកអ្នកគួរតែប្រឹក្សាយោបល់ជាមួយនឹងមន្ត្រីផ្ដល់ឱវាទមន្ត្រីប្រឹក្សាយោបល់របស់សាលានីមួយៗពិភាក្សាគួរតែមានវិធីដើរឲ្យហើយពីព្រោះក្រោយពេលថ្ងៃទី15ខែកញ្ញាឆ្នាំ2026អ្វីៗគ្រប់យ៉ាងនឹងលំបាកសម្រាប់និស្សិតអន្តរជាតិបាទលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការអាមេរិកបាទអរគុណ